ជាដំបូងខ្ញុំសូមគោរពនឹងជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយចង់ចែកម្លែកបងប្អូនអំពីរបៀបទប់ស្កាត់កុំឲ្យមាន់យើងឈឺនិងការពារជំងឺពកភ្នែកហើមភ្នែកនិងផ្ដាសាយបងប្អូននឹងស្រាប់ហើយមួយរយៈនេះអាកាសធាតុមានការប្រែប្រួលខ្លាំងពេលខ្លះក៏ក្តៅខ្លាំងពេលខ្លះក៏មានភ្លៀងធ្លាក់អញ្ចឹងធ្វើឲ្យមាន់របស់យើងនឹងពិបាកក្នុងការរស់នៅហើយវាងាយនឹងទទួលរងនៅជំងឺផ្សេងៗបានផងដែរហើយដើម្បីទប់ស្កាត់កុំឲ្យមាន់របស់យើងឈឺបងប្អូនអាចចូលមើលក្នុងវីដេអូនេះបានខ្ញុំនឹងបញ្ជាក់លម្អិតនៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រាប់ពីរបៀបធ្វើទឹកថ្នាំមាន់ដើម្បីការពារកុំឲ្យមាន់យើងឈឺហើយឆ្នាំនេះដែរវាមានប្រសិទ្ធភាពខ្លាំងសម្រាប់ការពារមាន់ពកភ្នែកដូចមាន់ដែលខ្ញុំកាន់នេះគឺវាកំពុងតែកើតជំងឺពកភ្នែកដោយសារតែមួយរយៈនេះខ្ញុំរវល់ខ្ញុំអត់បានមើលថែមាន់ដតធ្វើឲ្យវាកើតជំងឺបែបនេះហើយវិធីធ្វើគឺងាយស្រួលបងប្អូនគ្រាន់តែមានវត្ថុធាតុដើមទាំង4មុខនេះទី1គឺខ្ញុំប្រើខ្ទឹមសបងប្អូនបកក៏បានឬក៏បងប្អូនទះខ្ទឹមសនឹងទាំងសម្បកក៏បានហើយមួយទៀតគឺខ្ញីដុំបងប្អូនយកអាខ្ញីដុំដែលចាស់ហើយទី3គឺប្រើរំដេងម្ដុំហើយនឹងទឹកសុទ្ធទឹកធម្មតារបស់យើងហ្នឹងគឺបងប្អូនអាចប្រើចំនួនទឹក1លីត្រកន្លះហើយវិធីធ្វើគឺងាយស្រួលបំផុតបងប្អូនគ្រាន់តែយកវត្ថុធាតុដើមទាំង3នេះគឺបងប្អូនចិតក៏បានឬក៏បងប្អូនបុកវាឲ្យម៉ត់ក៏បានហើយបងប្អូនយកទៅដាក់ចូលក្នុងទឹកដែលយើងដាក់ចូលក្នុងដបទឹកមួយកណ្ដុងនេះណាដែលមានចំណុះប្រហែលជា1លីត្រកន្លះហ្នឹងគឺបងប្អូនយកវាដាក់ចូលក្នុងហ្នឹងហើយបងប្អូនត្រូវទុករយៈពេល1យប់ពេលដែលបងប្អូនទុករយៈពេល1យប់ចាំបងប្អូនយកមកឲ្យមាន់យើងផឹកឬក៏បងប្អូនយកមកលាយជាមួយនឹងចំណីឲ្យមាន់យើងស៊ីក៏បានវិធីគឺមាន2គឺបងប្អូនអាចប្រើវិធី2បានគឺទី1បងប្អូនអាចយកដាក់ចូលក្នុងទឹកដើម្បីឲ្យមាន់យើងផឹកក៏បានឬក៏បងប្អូនលាយជាមួយនឹងចំណីសម្រាប់ឲ្យមាន់យើងស៊ីបានដូចគ្នាហើយខ្ញុំសូមបញ្ជាក់ប្រាប់ថាទឹកថ្នាំនេះគឺខ្ញុំធ្វើសម្រាប់កូនមាន់អាយុចាប់ពី21ថ្ងៃរហូតដល់1ខែកន្លះគឺវាមានប្រសិទ្ធភាពខ្លាំងដើម្បីទប់ស្កាត់កុំឲ្យកូនមាន់របស់យើងនឹងកើតជំងឺពកភ្នែកនិងជំងឺផ្សេងៗបានយ៉ាងល្អហើយបន្ទាប់ពីបងប្អូនច្រកដកវារួចហើយបងប្អូនត្រូវទុកវានៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់បន្តិចហាមដាច់ខាតគឺមិនឲ្យបងប្អូនដាក់នៅកន្លែងដែលមានកម្ដៅក្តៅខ្លាំងទេពីព្រោះវាអាចធ្វើឲ្យខូចគុណភាពថ្នាំនេះបានហើយសម្រាប់ថ្នាំនេះដែរគឺបងប្អូនអាចប្រើប្រាស់បានក៏គ្រប់រដូវមិនថារដូវវស្សារដូវរងាឬក៏រដូវក្តៅនេះទេគឺបងប្អូនអាចប្រើប្រាស់បានសម្រាប់កូនមាន់របស់យើងហើយការចិញ្ចឹមមាន់នេះដែរបងប្អូនត្រូវតែចេះតាមដានពីសុខភាពមាន់របស់យើងជាប្រចាំដើម្បីកុំឲ្យមាន់របស់យើងហ្នឹងងាប់ឬឈឺច្រើនពេលណាដែលមាន់របស់យើងងាប់ឬឈឺច្រើនធ្វើឲ្យយើងខាត់ពេលវេលាខាត់ទាំងលុយកាក់ផងដែរដូចខ្ញុំមួយរយៈនេះដោយសារតែខ្ញុំមិនសូវមានពេលគ្រប់គ្រាន់សម្រាប់មើលថែមាន់អញ្ចឹងគឺទឹកខ្ញុំមិនដឹងថាមាន់របស់ខ្ញុំហ្នឹងក៏វាមានជំងឺបែបនេះអញ្ចឹងខ្ញុំសូមផ្ដាំបងប្អូនទាំងអស់គ្នាពេលដែលបងប្អូនទាំងអស់គ្នាដាក់ចិត្តថានឹងចិញ្ចឹមមាន់បងប្អូនត្រូវតែមានពេលវេលាគ្រប់គ្រាន់សម្រាប់ការតាមដានពីសុខភាពមាន់របស់យើងជាប្រចាំដើម្បីជៀសវាងក្នុងការឈឺឬងាប់ច្រើនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ដើម្បីបានវីដេអូថ្មីៗពីខ្ញុំបើសិនជាខ្ញុំមានថ្នាំថ្មីដែលខ្ញុំពិសោធន៍លើមាន់របស់ខ្ញុំថាបានលទ្ធផលល្អខ្ញុំនឹងធ្វើវីដេអូចែកម្លែកបងប្អូនទាំងអស់គ្នាអរគុណសូមជម្រាបលា